សាច់ជូនបងប្អូនមើលថាមានកោះក្របីហ្នឹងវាអនេះបងប្អូនមានន័យថាវាមិនទាន់ពេញមែនតើសាច់វានៅយ៉ាងស្ទើរវាអត់ទាន់ដល់រដូវដែលត្រូវកាច់លក់មែនតើទេអានេះគ្រាន់តែថាមេឃខ្លះវាចាស់ចឹងហើយមើលសាច់បងប្អូនអើយនេះមិនទាន់ពេញទេបងប្អូននេះសាច់ណាហើយរសជាតិមិនបាច់និយាយបងប្អូនខ្ញុំចូលចិត្តណាស់ឲ្យតែដល់រដូវមានកោះលោកចិនគឺមិនដែលរំខានមិនដែលរំលងទេជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅចំការមានបងប្អូនអាចស្គាល់អត់ថាចំការមាននៅទីណាតិចទៀតខ្ញុំនឹងប្រាប់បងប្អូនខ្ញុំគ្រាន់តែឲ្យបងប្អូនមើលថានេះគឺសិតតែចំការមានហើយនឹងដើមមានជាក់ស្ដែងតែម្ដងបងប្អូនបងប្អូនឃើញខ្លះកំពុងតែក្តឹបផ្កាច្រើនមែនទែនបងប្អូនអើយនេះជាមានខ្មែររបស់យើងបងប្អូនដែលជាមាននៅលើទឹកដីកោះរំលងចិនបងប្អូនឃើញជាក់ស្ដែងឃើញផ្កាហើយផ្លែក្តឹបអីគឺច្រើនមែនទែនណាហើយអានេះវាធ្លាក់ខ្លះគឺនៅសល់ខ្លះចឹងទៅបងប្អូននេះនៅប៉ែកនេះបងប្អូននេះបងប្អូនមកកាមេរ៉ាប្រវាយមកខាងនេះអូបងប្អូនអើយអស់ទាស់ហ្មងធំល្អមែនទែនអានេះចិត្តនឹងដល់ថ្ងៃប្រមូលផលបានហើយបងប្អូនឃើញធំទេចង់បញ្ជាក់បងប្អូនថាមាននៅទឹកដីកោះរំលងចិនណាបងប្អូនស្គាល់ហើយល្បីមែនទែនគឺល្បីមែនទែនទៅគឺរសជាតិឆ្ងាញ់ហើយនឹងក៏មានតម្លៃដែរបងប្អូនព្រោះដោយសារតែទឹកដីកោះរំលងចិនគឺដំណាំមានរបស់ខ្មែរយើងគឺល្បីមែនទែនបងប្អូនឥឡូវនេះគឺជារដូវកាលដែលចាប់ផ្ដើមមានផ្លែអាចបេះបានខ្លះហើយប៉ុន្តែគ្រាន់តែថាបងប្អូននៅតំបន់នេះខ្ញុំបានជួបគាត់ខ្លះគាត់ថាសួរគាត់បញ្ជាក់ទៅថាបើសិនជាពេញប្រមូលផលតែម្ដងគឺចន្លោះខែ9ខែ10នៅចិត្តរដូវភ្ជុំបងប្អូនហ្នឹងបានពេញមានន័យថាសម្បូរតែម្ដងប៉ុន្តែឥឡូវនេះដើមចំការមួយអញ្ចឹងមានដើមខ្លះក៏វាអាចប្រមូលបានខ្លះបងប្អូនដូចឃើញចាក់ស្ដែងអញ្ចឹងដូចមេឃនេះអីក្នុងមួយដើមអញ្ចឹងឃើញខ្លះនៅផ្កានៅឡើយទេហើយខ្លះទៅក៏មានផ្លែចិត្តនឹងបេះបានអញ្ចឹងណាមានន័យថានៅលក្ខណៈសន្សំនៅឡើយទេប៉ុន្តែបើសិនជាដល់រដូវប្រមូលតែម្ដងគឺក្បែរនឹងខ្ជុំយើងខែ9ខែ10បងប្អូននេះអូយបងប្អូនឲ្យសិតតែដល់ថ្នាក់ផ្លែដល់ថ្នាក់ទល់ឈើបងប្អូនណាមេឃវាបើសិនជាមិនទល់ទៅប្រហែលជាបាក់រលំហ៎បាក់មេឃបាក់អីបងប្អូនដោយសារតែវាផ្លែច្រើនហើយសន្លឹកក៏វាល្អដោយសារតែមានភ្លៀងទៅតែភ្លៀងហើយដីនៅទីនេះក៏បន្ថែមទៅដល់គឺហៅថាដីជីជាតិហើយគឺជាដីកោះបងប្អូនណារញងនេះបងប្អូននេះមិនទាន់ពេញធំប៉ុណ្ណាបើសិនជាវាធំដូចអាមុនដែលខ្ញុំផ្ដិតជូនមិញមិនដឹងថាស្អីស្កាសយ៉ាងណាទេដោយសារតែខ្ញុំមកនេះខ្ញុំមកបង្ហាញពីគេហៅថារដូវមានប៉ុន្តែគ្រាន់តែវាមិនទាន់ដល់រដូវពេញមែនតើទេគ្រាន់តែថាចង់បង្ហាញថាជាទឹកដីពោពេញទៅដោយដំណាំមានល្បីមែនតើបងប្អូនទឹកដីកោះរំលងចិននេះទៅលើមាននេះបងប្អូនហើយរសជាតិវិញមិនធម្មតាមេឃនេះវាមានរៀងចាស់ជាងគេអញ្ចឹងខ្ញុំចង់ដឹងខ្ញុំហែកសាច់ជូនបងប្អូនមើលថាមានកោះក្របីហ្នឹងវានេះបងប្អូនមានន័យថាវាមិនទាន់ពេញមែនតើសាច់វានៅយ៉ាងស្ទើរវាអត់ទាន់ដល់រដូវដែលត្រូវកាច់លក់មែនតើទេអានេះគ្រាន់តែថាមេឃខ្លះវាចាស់ចឹងហើយមើលសាច់បងប្អូនអើយនេះមិនទាន់ពេញទេបងប្អូននេះសាច់ណាហើយរសជាតិមិនបាច់និយាយបងប្អូនខ្ញុំចូលចិត្តណាស់ឲ្យតែដល់រដូវមានកោះរំលងចិនគឺមិនដែលរំខានមិនដែលរំលងទេគឺដឹងតែទិញប្រម៉ូទៅប៉ុន្តែគ្រាន់តែថាមកនេះវាអត់ទាន់មានពេញសាច់យើងអាចម្ចាស់គាត់អត់ទាន់លក់បានអញ្ចឹងគ្រាន់តែដល់ពេលអញ្ចឹងទៅគឺខ្ញុំគ្រាន់បង្ហាញបងប្អូនថាឲ្យបងប្អូនចាប់អារម្មណ៍បដាថារដូវកាលមានកោះរំលងចិនចិត្តដល់ហើយបងប្អូនអញ្ចឹងបងប្អូនត្រៀមទៅព្រោះដោយសារតែរសជាតិអ្វីដែលសំខាន់គឺផ្ដោតទៅរសជាតិឆ្ងាញ់មែនទែនបងប្អូននេះហើយគឺជាមានរបស់ខ្មែរយើងសម្រាប់រសជាតិវិញផ្អែមឆ្ងាញ់បងប្អូនហើយជាទូទៅបងប្អូនជាច្រើនគាត់តែងតែហៅថាមានកោះក្របីប៉ុន្តែមានកោះក្របីនេះក៏ជាប្រភេទមានយើងអាចដាំនៅលើទឹកដីកោះរំលងចិនបានដូចគ្នាដែរប៉ុន្តែជាទូទៅគេហៅថាមានកោះក្របីដោយសារតែរសជាតិវាឆ្ងាញ់ផ្ដោតទៅលើរសជាតិអញ្ចឹងបងប្អូនទស្សនវិជ្ជាជារួមដែលក្រុមការងារខ្ញុំបានផ្ដិតជូននៅលើទឹកដីកោះរំលងចិនហើយចំការមានខ្មែរយើងពេលនេះក៏ឈានដល់ទីបញ្ចប់បើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយសូមបងប្អូនខន្តីអភ័យទោសពេលនេះខ្ញុំបាទនិងក្រុមការងារក៏សូមអរគុណThe fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up.